នេះរបៀបជាប់កាមេរ៉ានេះនេះវាមាន QR code នៅនេះហើយយើង download app ហ្នឹងឈ្មោះ Siri Home ពេលយើង download រួចយើង register គណនីអីឲ្យមកនេះអាយ៉ាច្រឡំនេះ app ហ្នឹងឈ្មោះ Siri Home នេះ app ហ្នឹងរួចយើង download ហើយយើងបង្កើតមកអានេះបានន័យថាខ្ញុំបង្កើតរួចហើយណាខ្ញុំរបៀបបង្កើតស្រួលនេះហើយបន្ទាប់មកឥឡូវយើងបង្កើតរួចហើយឥឡូវយើងចូលដល់ដាក់កាមេរ៉ានឹងចូលនេះចុចញ៉ាលេខបូកមកនេះលេខបូកនៅកែងនេះចុចបូកហើយនេះយើង connect scan មកscan រួចហើយយើងចុច next ទៀតចុច next ហើយកន្លែងនេះវាឲ្យវាយលេខកូដ Wi-Fi ដែលយើងចាប់ប្រើហងៃហ្នឹងណាហ្នឹងហើយហើយយើងវាយសិនណាខ្ញុំអត់ឲ្យមើលលេខកូដទេបិទសិនចាំផ្លែតយើងវាយលេខកូដរួចហើយយើងចុចពាក្យ next មកនេះ next នៅកែងខាងលើនេះហើយបន្ទាប់មកនេះវាឲ្យចេញ QR មួយនេះដាក់ឲ្យកាមេរ៉ា scan ណាលើតឹងហ៎លើតឹងហើយយើងចុច next ទៀតមកហើយបន្ទាប់មកហើយលើហ៎ពឹងហ្នឹងដាក់ឈ្មោះឲ្យកាមេរ៉ាមកដាក់អីក៏បានដែរឈ្មោះមុខផ្ទះក្រោយផ្ទះហើយលេខកូដរបស់កាមេរ៉ាហ្នឹងនេះ86ដងហើយចុច next ហ្នឹងទៀតមកហើយប៉ុណ្ណឹងមកយើងមើលបានហើយនេះនេះមើល HD ហើយយើងពង្វល់វាមកនេះធំហើយនេះឈប់ពង្វល់ទូចមើលវិញហើយយើងចុចនេះពង្វល់អាយ៉ាមួយណាលើមួយណាក្រោមអាយ៉ាចុះឡើងលើវិញចុះវិញពង្វល់ឆ្វេងពង្វល់ស្ដាំពង្វល់ទៅនោះប៉ុណ្ណឹងមកបានហើយចង់និយាយដាក់និយាយមកអាឡូបិទសលេងអាឡូអូខេស្ដាប់សលេងវិញមកបិទសលេងទេមកអាឡូអូខេតែប៉ុណ្ណឹងមកបានហើយឆ្វេងស្ដាំលើខំពង្វល់មកទៀតហើយ